cái số xe đó nhé cho ngày nay dươngចូលទៅកាន់ DHCP server តិចទៅចឹងដើម្បីយើងធ្វើការជាមួយនឹង DHCP server បានគឺយើងត្រូវការ install វាមកសិនចឹងគឺយើង install មួយគឺគេ install គឺDHCP server ណាចឹងយើង install វាមួយមកសារខ្ញុំផ្ដាសាយចឹងរៀងសលេងរៀងងងបន្តិចចាំតិចសិនទៅវារៀងយូរដែរចឹងខ្ញុំធ្វើការពុះវាមកលេសិនទៅអូខេចឹងយើងធ្វើការ install បានទេរយៈទៅអូខេ complete ណាចឹងទី1គឺយើងត្រូវការ config file របស់វាសិនចឹងឥឡូវខ្ញុំចូលទៅកាន់ VAM ចូលទៅកាន់ /etc DHCP បន្តមកគឺ DHCP server.conf config ចឹងទៅចឹងនៅលើនេះគឺវាមាន example ឲ្យវាមាន example ឲ្យយើងចឹងបើសិនជាយើងចង់ធ្វើការបាន example វាហ្នឹងគឺយើងធ្វើការ copy មកដែរចឹងខ្ញុំធ្វើការ select យកអាហ្នឹងមកអូខេតមកខ្ញុំធ្វើការ copy CV ខ្ញុំ insert ឲ្យmìnhចូលទៅកន្លែងណាចូលទៅក្នុង etc របស់យើង DHCP តមកគឺ dhcpd.config ចឹងណាoverride អត់មានថាយើង copy ទៅដាក់លើអាចាស់អត់អូខេ yes ទៅណាអូខេអញ្ចឹងខ្ញុំចូលទៅកាន់ file របស់យើង DHCP VAM etc DHCP server DHCP dhcp.config អូខេនេះអញ្ចឹងគឺយើង copy មិញមកបានទេគឺវាសិតតែ example របស់គេមកទេអញ្ចឹងដូចជាយើងអត់ត្រូវការទេព្រោះ example ហ្នឹងយើងអាចធ្វើការលុបវាចោលបានអឺអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំលុបវាចោលចុះខ្ញុំសេដៃខ្លួនឯងខ្លះទៅអូខេអូខេអញ្ចឹងខ្ញុំធ្វើការ insert ចូលមកដូចជាខ្ញុំអត់តន់ assign static IP វាណាបងប្អូនអញ្ចឹងដើម្បីធ្វើការឲ្យវាបោះ DHCP បានគឺយើងត្រូវការ assign static IP ឲ្យវាសិនអញ្ចឹងអានេះគឺខ្ញុំអត់តន់ assign ទេអញ្ចឹងយើងចាក់ចេញសិនទៅអូខេអញ្ចឹងខ្ញុំធ្វើការ exit វាចាក់អស់ណាអូខេអញ្ចឹងយើងចូលទៅកាន់នេះរបស់យើងចូលទៅកាន់ setting របស់យើងចុះអាណាកន្លែង setting ចាំតិចឲ្យ slow មកអូខេចូលមកមកចូលទៅកាន់កន្លែង setting បានផ្ញើយើង slow តិចអូខេតោះអញ្ចឹងយើងចូលកន្លែង setting come on អូខេអញ្ចឹងយើងចូល IPv4 តមកគឺយើងធ្វើការរើស manual គឺទីមួយគឺយើង assign IP address ឲ្យវាអញ្ចឹងឧទាហរណ៍ថាខ្ញុំ assign 192.168. មិនបែរចេញអញ្ចឹងចុះ192.168.0.1 អញ្ចឹងចុះណាអញ្ចឹង net mesh គឺខ្ញុំដាក់ 255.255.255.0 អញ្ចឹង gateway របស់យើងគឺ 192.168.0.1 អញ្ចឹងចុះណាតមក DNS គឺយើងដាក់បោះ Google អូខេតមកយើងធ្វើការ apply ទៅយើងបិទបើកថ្មីទៅអូខេប៉ុណ្ណឹងបានអញ្ចឹងចូលទៅ command prompt ខ្ញុំចូលដូចជាឥឡូវខ្ញុំសាកចូល access តាម routine ចូលទៅកើតចូលកើតហើយបងប្អូនអញ្ចឹងខ្ញុំធ្វើការក្នុងនោះអូខេអញ្ចឹងខ្ញុំ print ធំតិចទៅអូខេប៉ុណ្ណេះចាស់ណាអញ្ចឹងគឺខ្ញុំ switch ទៅកាន់ user root សិន
ដើម្បីឲ្យវាមាន permission ដើម្បីធ្វើការកែ file អូខេតោះអញ្ចឹងខ្ញុំចូលទៅកាន់ vam/etc DHCP ទៅកាន់ dhcp.d ដល់អីគេcpd.config តោះអញ្ចឹងមិញដូចជាខ្ញុំ delete អស់ហើយអញ្ចឹងវាអញ្ចឹងយើងធ្វើការ assign មក sub ទី1គឺ subnet subnet តបមកគឺមិនមែន subnet របស់យើងមិនមែន192ចុច108.0.0តមកគឺអឺ netmask 255.255.255.0តមកបិទបើក cliprest អូខេអញ្ចឹងទី1គឺ rank យើងចង់ឲ្យវាបោះពីណាទៅណាណាអញ្ចឹង rank យើងចង់ឲ្យវាបោះពីណាទៅណាភាគច្រើនគឺយើងអាចបោះពី1ទៅក៏បានដែរតែពេលខ្លះគេទុក IP សម្រាប់ធ្វើការ assign ទៅលើ server ណាអញ្ចឹងឧទាហរណ៍ថាយើងធ្វើការបោះវាឲ្យវាបោះពីណាទៅឧទាហរណ៍100ខ្ញុំបោះពីលេខ21ទៅចុះណាឬក៏31ក៏បាន41ក៏បានដែរសាច់ចិត្តជាងឯណាអញ្ចឹង168.0.2021អញ្ចឹងនៅពេលដែល IP ខ្ញុំទទួលបានដំបូងគឺ192.168.0.21ទៅដល់ណាបោះដល់ណា192.168.0.254នឹងចាស់ណាបិទស្មីឡងអូខេអញ្ចឹងទី2គឺrouter ណា router គឺ gateway router ហ្នឹងឯង router gateway ណាអញ្ចឹង option អឺ router មាន s អញ្ចឹង192.168.0.1ខ្ញុំអត់ដឹងថាត្រូវអត់ដែរសុំមើលតិចសិនអូខេត្រូវហើយតមកគឺ subnet mask option subnet mask ណា subnet mask គឺយើងអាសាញដែរទេ255.255.255.0បិទមានឡំមកវិញតមកគឺ option domain របស់យើងណាdomain name អញ្ចឹង domain name គឺយើងដាក់ណាdomain name ខ្ញុំដាក់domain ដែលខ្ញុំធ្លាប់បង្កើតចោះណាខំចោះអូខេខ្ញុំបិទមីកន្លងមកតមកគឺ option យើង option domain យ៉ា domain name server អញ្ចឹងយើងយក server របស់គេមកទៀតខ្ញុំយករបស់ Google មកទៅយ៉ាចុច3បិទស្មីកន្លងតោះអញ្ចឹង realm default default អីគេ default list time ណាអញ្ចឹងខ្ញុំចង់ឲ្យវា list time មិនមែនមកខ្ញុំចង់ឲ្យវា list time 2ម៉ោងអញ្ចឹងវាស្មើនឹង1200 second ណាអូខេមួយទៀតគឺអឺអូខេបញ្ញសារខ្ញុំរៀងរវល់តិចអញ្ចឹងមួយទៀតគឺ max list time របស់វាអញ្ចឹង mark list time គឺយើងយកវាគុណ2ឬក៏គុណ3អីចឹងណាអញ្ចឹងបើសិនជាគុណ3វាស្មើបាន21600អញ្ចឹងចប់ណា21600អូខេដូចជាអត់មានអីទេអញ្ចឹងយើងសាកធ្វើការតេស្តទាំងអស់គ្នាទៅអញ្ចឹងអីគេចេះចំអញ្ចឹងខ្ញុំ exit ចាំចុចចំអីគេតោះអូខេអញ្ចឹងទី1គឺយើងត្រូវការមិញខ្ញុំអត់បាន enable ទេអញ្ចឹងគឺយើង enable វាទៅ system control enable លើគេ enable DHCPD ណាចាំតិចតោះមួយទៀតគឺយើងធ្វើការ start វាកំដត់ error start error បាត់អញ្ចឹងខ្ញុំខុសអីមួយណាឡៃមើលងាប់បាត់អូខេអញ្ចឹងវា error យើងចូលទៅមើល file ថ្មីខ្ញុំចុចអីមិញញ៉ៃខ្ញុំដឹងខុសអីមកទៅនេះ
មានអារម្មណ៍ថាខ້ອຍគេចេះចុះ default less time max less time ខ້ອຍគេចេះdomain name server ដូចជា flex s1 អេត្រូវតាចាំតិចអ្នកនរគ្នាខ្ញុំសុំធ្វើការអូខេអ្នកនរគ្នាដោយសារតែខ្ញុំធ្វើការ flex ទៅលើបើកទៅលើអឺអូសារាយ TTU នេះគឺខ្ញុំ flex អាហ្នឹងគឺបើយើងអត់បើកអាហ្នឹងគឺវាអត់អាចបោះDHCP server ទៅឲ្យបានទេអញ្ចឹងមួយទៀតគឺអានេះអញ្ចឹងអានេះគឺយើងធ្វើការដាក់វាជាអីក៏បានដែរគឺវាមានច្រើនអញ្ចឹងខ្ញុំដាក់ interim អញ្ចឹងទៅគឺខ្ញុំ flex អាហ្នឹងមិញអូខេអញ្ចឹងឥឡូវ start again អញ្ចឹងខ្ញុំធ្វើការ restart start វា error ទៀតđấy ហើយ enable ខ្ញុំ enable DHCP នេះ start DHCP ចុះសុំនាទីតិចអូខេចាំមើលខ្ញុំដូចជាអត់មានខកអីទេខ្ញុំសារ start អូខេតោះបានហើយអញ្ចឹងខ្ញុំធ្វើការ start តstart មួយទៀតហ្មងតោះអញ្ចឹងបន្ទាប់ពីយើងធ្វើការអញ្ចឹងហើយគឺបើសិនជាយើងចង់ធ្វើការមើលទៅលើគេបោះ DHCP ឲ្យអត់អញ្ចឹងបើសិនជាខ្ញុំធ្វើការបើកម៉ាស៊ីនមួយទៀតគឺវាធ្វើការ slow អញ្ចឹងនៅក្នុង VM របស់យើងគឺវាធ្វើការបែងចែក VM net ឲ្យយើងចំនួន2ទី1គឺយើងចូលទៅមើលទៅវាជា VM net 1និង VM net 8ណាអញ្ចឹងយើងចូលទៅកាន់NC អូខេនេះអញ្ចឹងវាបែងចែកចំនួន2គឺVM net 1និង VM net 8ណាអញ្ចឹងគឺយើងធ្វើការចូលទៅកាន់ setting របស់យើងចំ setting តបមកគឺ NAT នេះគឺខ្ញុំអត់យកជា NAT ទេយើងយកជាប្រភេទ custom មកណាអញ្ចឹង custom យើងយកគេយើងយក VM1 អញ្ចឹងខ្ញុំធ្វើការអូខេអូខេតោះអញ្ចឹងមួយទៀតគឺយើងឆែកទៅលើ Visual Network Editor របស់យើងបញ្ជាក់ថាវាមិនមែនជា DHCP ទេកាលណាដែលវាជា DHCP ដែរមានន័យថាវាបោះជាន់គ្នាអញ្ចឹងអានេះគឺអត់ DHCP ទេអញ្ចឹងបើសិនជាវា DHCP ដែរយើងអាចបិទវាចោលទៅណាកុំឲ្យវាជាន់គ្នាអានោះ DHCP ផងនេះ DHCP ផងវាជាន់គ្នាណាអូខេតោះអញ្ចឹងប៉ុណ្ណឹងគឺបានទេខ្ញុំ restart មួយសារទៀតចាតមកគឺខ្ញុំចូលទៅកាន់ CMD ចូលលើកុំព្យូទ័រខ្ញុំឈប់ទៅ search ណានេះឆ្កយCMD អញ្ចឹងគឺ IP config ខ្ញុំ release ចោលអស់IP config ស្អីខុសអូខេតមកគឺខ្ញុំធ្វើការ renew វាវិញចាំមើលតាមវាបោះអញ្ចឹង IP ដំបូងដែលខ្ញុំទទួលបានគឺ.21គឺវាទទួលបានណាណា VM1 របស់យើងអើយចំអូអូយឈប់អ្នកទាំងអស់គ្នាកុំភ្លេចចូលទៅកាន់ខ្ញុំឆែក ADDR ដោយសារតែយើងធ្វើការ assign IP ជា static អញ្ចឹងយើងមើលទៅ static អញ្ចឹងយើងចូលទៅកាន់នេះវិញហើយN អូខេអញ្ចឹងខ្ញុំចូលទៅកាន់ property before អានេះគឺយើងត្រូវការណាអញ្ចឹងម៉ែន192.168ចុចម៉ែន0.1អូខេតោះអូខេអញ្ចឹងយើងចូលទៅកាន់ CMD តមកគឺខ្ញុំធ្វើការ ready វាចោលតមកគឺខ្ញុំ renew ចោលrenew វាវិញច្រឡំចោលអូខេគឺនេះគឺយើងមើលទៅលើ VMnet មួយរបស់យើងនេះ
connection specific DNS របស់យើងគឺ domain name របស់ខ្ញុំគឺខ្ញុំដាក់មិញគេ ching.com ហ្នឹងឯងតមកគឺចុះមិញ IP address នេះបាន168វិញចឹងអត់ត្រូវទេ168អត់ត្រូវទេអើយឈប់ចាំតិច168អត់ត្រូវទេខ្ញុំខុសអីគេមែនឈប់ខ្ញុំចូលទៅកាន់នេះណាចប់ជាប់ស្គេវាអឺឈប់ខ្ញុំឥឡូវខ្ញុំសុំដូរតិចសិនចុច0ចឹងចុះខ្ញុំសាកសុំដូរតិចខ្ញុំសុំពុះចោលហ្នឹងអូខេដោយសារតែវាជន់ IP ចាស់ខ្ញុំធ្វើមុនហ្នឹង168ហ្នឹងអាហ្នឹងសម្រាប់យើង assign ទៅលើ IP ឧទាហរណ៍ថាមេគេចង់បានកតុយ168ចឹងណាចឹងខ្ញុំធ្វើការ assign ចឹងទៅចឹងវាជាប់វាអត់បាន21ក៏ប៉ិតយើងត្រូវបានមែនយើងត្រូវបាន21ណាចឹងឥឡូវគឺខ្ញុំធ្វើការ assign IP ថ្មីណាគឺខ្ញុំដាក់192.168.166វិញណាអូខេចឹងខ្ញុំ set មកតមកខ្ញុំធ្វើការ restart អូខេខ្ញុំចូលទៅ console control panel វិញខ្ញុំធ្វើការ change IP ចឹងអានេះមែន166អូខេខ្ញុំ disable វាហើយ enable វាចោលអូខេសុំ restart សារទៀតតអូខេអញ្ចឹងយើងមើលទៅលើនេះគឺខ្ញុំធ្វើការ release វាចោលតោះអូខេអញ្ចឹងខ្ញុំ renew វិញអូខេអញ្ចឹងអ្នកទាំងអស់នេះឃើញវាបានមែនវាបាន192.168.166.21អញ្ចឹង IP យើង assign មុនហ្នឹងមែនដែរយើងឲ្យវាទទួល IP ដំបូងរបស់គេដំបូងគេមកអស់គឺមែនគឺម៉ាក់នេះនេះ21ហ្នឹងឯងណាអញ្ចឹងគឺយើងធ្វើការបានមកដំបូងអញ្ចឹងអ្នកទាំងអស់គ្នានៅក្នុងនេះបើសិនជាអ្នកទាំងអស់គ្នាឧទាហរណ៍ថាគាត់មេឬក៏គាត់ជា CEO manager អីចឹងណាអញ្ចឹងគាត់ចង់បាន IP មួយដែលគាត់ចង់បានឧទាហរណ៍ថាបោះចោះបោះគឺគាត់ចង់បាន IP មែនគាត់ចង់បាន IP 168ឬក៏ប៉ុន្មានទេទៅតាមចិត្តគាត់ជាងតោះណាអញ្ចឹងឧទាហរណ៍ថាអញ្ចឹងខ្ញុំធ្វើការ assign host ឲ្យគាត់មួយគឺគេ boss ចុងចោះណា boss តមកបិទបើក refresh អញ្ចឹងនៅក្នុងអឺយ៉ាអញ្ចឹងនៅក្នុងនេះគឺទី1គឺយើងធ្វើការ assign ទៅឲ្យគេhardware hardware បន្ទាប់មកគឺ hardware ខ្ញុំអត់ចាំ hardware Ethernet ណា Ethernet អញ្ចឹងយើងចង់ឲ្យគាត់ប្រមាណ192.168ចុចមែនចុច166.168ចឹងចោះណាគាត់ចង់បាន IP ដែលគាត់ចង់បានគឺ IP ហ្នឹងណាខ្ញុំដូចជាខុសមែនបងប្អូនគ្នាស្មាននេះមែន IP ណាគឺខ្ញុំច្រឡំអញ្ចឹងអាហ្នឹងគឺយើងចូលទៅកាន់ CMD របស់យើងឧទាហរណ៍ថា VM1 នេះអញ្ចឹងគឺយើងដើម្បីធ្វើការមើលទៅលើ hardware វាគឺយើងចុច IP config/all មកណា VM1 របស់យើងណាចេះនេះ VM1 របស់យើងណាគឺ hardware របស់គាត់ឈប់ខ្ញុំមើលទៅនេះណាអញ្ចឹង copy អាហ្នឹងមកយកទៅដាក់នៅក្នុងនេះរបស់យើងអឺ insert មកតោះអញ្ចឹងអា tray នេះគឺអ្នកទាំងអស់គ្នាធ្វើការឆេងវាទៅដាក់ចុច2វិញណាដាក់ tray អញ្ចឹងគឺវាអត់ដើរចុច2ចុច2ចុចចុចចុចមកអញ្ចឹងប៉ុណ្ណឹងមកតមកគឺយើងធ្វើការដាក់ទៅលើ fix ណា fix IP address fix address
ចឹង fake address នេះគឺជាគាត់ចង់បានមែន192.168.166.168ទៀតចុះចឹងបើស្មីលុបអញ្ចឹងគឺប៉ុណ្ណឹងយើងបានអូខេចឹងខ្ញុំធ្វើការកាត់ចេញតបមកខ្ញុំធ្វើការ restart អូខេចឹងយើងចូលទៅកាន់ CMD របស់យើងគឺទី1គឺខ្ញុំធ្វើការ release វាចោលមួយទៀតគឺខ្ញុំ renew វិញ renew ដល់ រៀងយូរតិចអូខេចឹងយើងមើលទៅលើនេះអ្នកនរគ្នាឃើញអត់ VMnet មួយរបស់យើងគឺយើងធ្វើការ DNS DNS របស់យើងគឺ ching.com ដែរទេតែចំពោះ IP address វិញគឺវាធ្វើការ assign ដែលយើងធ្វើការមិញហ្នឹង192.168.161.168អញ្ចឹងអាហ្នឹងយើងអាចធ្វើការ assign IP ទៅឲ្យមេយើងឬក៏ទៅឲ្យអ្នកណាដែលគាត់ចង់បានលេខមែនអញ្ចឹងចោះណាចឹងតកតទៅនឹង DHCP server ដូចជាមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាយើងនៅមួយទៀតគឺ DHCP relay តែខ្ញុំធ្វើអត់តនេះដោយសារតែខ្ញុំអត់ទៅ